Ok, chúng mình sẽ là cái sustain nào kia nhưng mà chúng mình sẽ mang mà bị drop episode bên. So ngày đi đấy tôi ca mà record tại tên chúng mình project midterm bằng những cứ tại tên chúng mình ca về một function. So thì mỗi cứ understand what is the functions. So function này cứ chia vào code mỗi đểយើងសរសេរទុកដើម្បីឲ្យយើងអាច call វាមកប្រើនៅពេលក្រោយបានហើយបានន័យថាយើងអាចសរសេរជាមួយនឹង block code តែម្ដងក្នុង function តែមួយហើយយើងក៏អាចហៅវាមកប្រើច្រើនដងទៀតបានផងដែរវាជាវាក្នុងការសរសេរ code ដដែលជាន់គ្នាចឹងទៅហើយយើងអាចសរសេរជា function មួយដោយយកវាដាក់ឈ្មោះដាក់អីត្រឹមត្រូវចឹងទៅ and ហើយយើងក៏អាចហៅវាព្រោះអីវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងហើយយើងអាចងាយស្រួលក្នុងការ maintenance នៅពេលក្រោយទៀតបានអញ្ចឹងទី2នេះគឺ create and calling functions អញ្ចឹងយើងចូលទៅតែក្នុង code ទៅអូខេអញ្ចឹងដើម្បីធ្វើការ create និងដើម្បីធ្វើការ create function បានយើងធ្វើការដាក់ជាមួយនឹង define so ធ្វើការ define sum មក oh my gosh okay define sum ចូលនៅក្នុង Python ក៏ចឹងដូច print ដាក់នៅពេលដែលយើងធ្វើអញ្ចឹងវាGreat. Trong những quay cứ đã tao mình print cái ca print mình nó ok chẳng việc section để chỉ toàn trời này chúng ta ca đã đi thám mà là bài việc rồi mới so research là sáng anh nhìn đã đi từ một bậc ok thì nó bây giờ việc chập đôi gì này e này của mùi này vì đừng bật từ lớn có này viên bật từ lớn bị này vậy viên đừng return e bộ bị bán nó cứ viên đừng chạy lịch đập vậy research mà đập vậy ok anh ấy cứ chỉ ca là return value thằng nào thếហើយចំពោះការ set ជាមួយនឹងលេខ5គឺលេខ5លេខ5គឺ default parameter so default parameter នេះអាចធ្វើការដាក់ជាមួយនឹងលេខខាងមុខនេះវិញអូខេអញ្ចឹងវិញអានេះគឺ default parameter អញ្ចឹងយើងអាចដាក់ជាមួយនឹង default parameter មួយគឺ c ខ្ញុំដាក់ជាមួយនឹង54នេះអញ្ចឹងទៅ so នៅពេលដែល c នេះវាស្មើ54ហើយយើងអត់តបាន return វានឹងចាញ់លេខធម្មតាដែល a b so អានេះយើងធ្វើការ add ជាមួយនឹង return a បូក b បូក c នេះទៀត so នៅពេលដែលវាចេញមកវានឹងចេញលេខ67លេខ a and b a បូក b បូក c so លេខ c នេះវានឹងបានមកពីខាងលើនេះវានឹងយកតន័យនេះបូកចូលគ្នាអូខេអញ្ចឹងអូខេអញ្ចឹងអានឹងមានតែប៉ុណ្្នឹងទេ so ទី6គឺ multiple argument ចំពោះ multiple argument នេះខ្ញុំបាននិយាយមុនហ្នឹងហើយគឺជាការចាប់អាពពួកនេះពពួកអាពពួកថាដែលយើងបានហៅជាមួយនឹង function ពពួកនេះ so a នេះវាចាប់ទៅតាមតែចាប់ទៅតាម order so លេខ6នេះគឺនៅវាច្បាស់ណាស់នឹងត្រូវចូល A so លេខ7នេះទៅចូល B អូខេអញ្ចឹងអាហ្នឹងប៉ុណ្្នឹងទេអូខេអញ្ចឹងយើងចូលទី7គឺ keyword argument keyword argument នេះយើងអាចធ្វើការដាក់ជាមួយនឹងពពួកនេះ so ខ្ញុំដាក់ថា A ស្មើជាមួយនឹង60 so b ស្មើជាមួយនឹងលេខ7ចឹងទៅគេនៅពេលដែលរានមកគឺវានឹងចេញ60នេះបូកជាមួយនឹង7ហើយបូកជាមួយ54នេះ so វានឹងចេញ121គេចឹងអានេះយើងទៅការមួយទៀតមក print b ពេលយើងទៅការ print មកគឺវានឹងចេញលេខ60និងលេខ7អូខេអញ្ចឹងអានេះយើងអាចបត់តន័យជាក់លាក់ហ្នឹងបើន័យថាវាអាចដូរជាមួយនឹង
ពពួក A នេះដាក់ទៅខាងក្រោយវាបានដូចគ្នា so អានេះវានឹងមិនចាប់តាមពពួក order នេះទេ so យើងអាចដាក់ចេះបាន so យើងដាក់អូខេអញ្ចឹង A នេះវាស្មើជាមួយនឹង60វិញ so B នេះវាស្មើជាមួយនឹងលេខ7វិញឯទីសារនេះអត់អីទេអូខេអញ្ចឹងចំពោះlike ចំពោះអាប់កែមួយនេះគឺតកតងជាមួយនឹងការចាប់តន័យជា true or so យើងអាចធ្វើការ define វាទៅ so user ធ្វើការដាក់ជាមួយកែមួយ user and print មួយទៀតអូខេជាងធ្វើការដាក់ជាមួយនឹង print user មួយមក and ដាក់ជាមួយ user ហើយយើងធ្វើការបង្ហាញវា so user វា and so user នេះខ្ញុំដាក់ឈ្មោះថា dot and pen អូខេនៅពេលដែលយើងចាប់មកវានឹងបានជាមួយនឹង dot ហើយនឹង pen អានេះគឺជាការចាប់តន័យមិនបានតែ2នេះទេព្រោះយើងមានកែមួយនេះហើយ and យើងអាចដាក់ជាមួយនឹងអានេះបន្តផ្ទុយគ្នាបានជាច្រើន tuple so this one យើងបន្តផ្ទុយគ្នាបែបនេះ and នៅពេលដែលអានេះវាចំណេញត្រង់ថាកែមួយនេះនៅពេលដែលយើងអត់ដាក់ទៅវាចេញ error បែបនេះ so អានេះយើងអាចដាក់បានតែមួយនោះទេ and បើសិនយើងចង់ដាក់2គឺវាខាតពេលវេលាគឺបែបនេះគឺ so យើងដាក់លេខ2អានេះនៅពេលដែលយើងដាក់ហើយយើងកុំភ្លេចដាក់នៅកន្លែងនេះផង and យុទ្ធនេះការបន្ថែមវានៅខាងក្រោយនេះអូខេអញ្ចឹងវាមានជាមួយ user ជាមួយ user 2ពេលយើង run មកគឺវាចេញមកដូចគ្នា and វាចំណាយពេលសរសេរនេះគឺវាយូរដែរ so អានេះចង់មិនគេបង្កើតជាមួយនឹងកាយនេះ and អូខេអញ្ចឹងយើង run មកវាបាន2 and អានឹងមានតែប៉ុណ្្នឹងទេអញ្ចឹងយើងចូលទៅដល់អាកាន់ទៅកាន់អាកាយ2នេះ so អាកាយ2នេះគឺវាតកតងជាមួយនឹងការដែលចាប់តន័យជា dictionary so dictionary ហ្នឹងវាចាប់បានតែវាចាប់បានជាមួយនឹង key ជាមួយនឹង value ទាំងពីរ so អានេះខ្ញុំអាចបង្កើតជាមួយនឹង key value មួយដែរខ្ញុំបានបង្កើតជាមួយនឹង name យศ and ខ្ញុំអាចដាក់ជាមួយនឹង gender បានដូចគ្នាgender ស្មើជាមួយនឹងmale ខ្ញុំអាចដាក់ជាមួយនឹងអាយុបាន so អាយុនេះខ្ញុំដាក់20 so and ខ្ញុំអាចដាក់ជាមួយ true form មួយទៀតគឺបើសិនជាវា true គឺវានឹង true យ៉ាតែបើសិនជាវានៅ for is for oh my gosh is for គឺវានឹង for okayហើយវាប្រកាន់ពីអក្សរធំទូច so នេះ is true oh shit man okay ចឹងឥឡូវនេះខ្ញុំដាក់ឈ្មោះស្មើ okay យើងអាច run បាន so អានេះយើងអាចចាប់តន័យជា key and value បានយើងអាចចាប់ឈ្មោះបាន gender ក៏បានចាប់អាយុក៏បានហើយចាប់ true false ក៏បានដូចគ្នាអញ្ចឹងអានេះគឺជាកែមួយកែពីរដែលវា working on this អញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេខាងនេះ midterm របស់យើង so thanks for watching នេះ bye